ជំរាបសួរនិងសួស្តីទៅកាន់លោកឪពុកអ្នកម្ដាយលោកគ្រូអ្នកគ្រូបងប្អូនសិស្សានុសិស្សជាទីស្រឡាញ់អញ្ចឹងថ្ងៃនេះខ្ញុំមកបង្ហាញមួយចំណុចទៀតគឺចំណុចទី3ណាគូកងពាក្យជាមួយនឹងរូបភាពនៅក្នុងមេរៀនភាសាខ្មែរថ្នាក់ទី1មេរៀនទី103អ្នកគ្រូខ្ញុំអញ្ចឹងលោកឪពុកអ្នកម្ដាយចាប់ផ្ដើមមើលណាចំណុចលេខ3គូកងពាក្យជាមួយនឹងរូបភាពអញ្ចឹងយើងចុចចូលចំណុចលេខ3ទាំងអស់គ្នាណាបាទចឹងបន្ទាប់មកយើងឃើញនេះចឹងគេថាឲ្យយើងជ្រើសរើសរូបឲ្យត្រូវនឹងពាក្យចឹងដំបូងយើងត្រូវតែចុចស្ដាប់តើពាក្យហ្នឹងគេអានថាម៉េចបន្ទាប់មកយើងមកកលេចមើលរូបភាពខាងក្រោមចំនួន3ណាចុចមកស្ដាប់ថាម៉េចចឹងស្ដាប់ទាំងអស់គ្នាណាសប្បាយបាទចឹងពាក្យហ្នឹងអានថាសប្បាយចឹងយើងឃើញមេក្រូនេះយើងចុចមកស្ដាប់សប្បាយបាទមានន័យថាសប្បាយចឹងយើងមើលរូបភាពទាំង3ហ្នឹងតើមួយណាដែលរូបភាពសប្បាយរីករាយណារូបភាពទី1នេះគឺអត់សប្បាយទេគឺកើតទុករូបភាពទី2នេះគឺធ្វើការនឿយហត់អស់កម្លាំងរូបភាពទី3នេះគឺមានក្មេងសើចដូចជារត់លេងអញ្ចឹងបានន័យថាសប្បាយអញ្ចឹងយើងចុចមកចុចចំមកវាឃើញដិតពណ៌ដិតណាហើយយើងចុចពាក្យយល់ព្រមមកលោកពូអ្នកតាចុចមកត្រឹមត្រូវបាទត្រឹមត្រូវអញ្ចឹងចូលដល់ពាក្យទី2អញ្ចឹងបើយើងអត់ចេះអានពាក្យហ្នឹងទេបើកូនអត់ចេះអានយើងអាចចុចស្ដាប់បានតែបើយើងចេះអានយើងអត់ស្ដាប់ក៏បានដែរនេះចុចលើមេក្រូដូចខ្ញុំបានបង្ហាញណាកំសត់បាទគេថាកំសត់ជាងម្ដងទៀតកំសត់បាទមើលរូបភាពទាំង3ហ្នឹងណាក្នុងរូបភាពទាំង3ហ្នឹងយើងចុចបានតែមួយទេតើពាក្យណាកំសត់អញ្ចឹងយើងមើលពីក្រោមទៅវិញរូបភាពទី3បាទអានេះអត់កំសត់ទេបាទនេះរូបនេះអត់កំសត់ទេណាឃើញទេឃើញដូចសបាយទីទៅអោបជីងឆយម៉ាងបន្ទាប់មករូបភាពទី3នេះណាដូចជាតាណូអែលអញ្ចឹងក៏អត់កំសត់ដែរអញ្ចឹងយើងមើលរូបភាពទី1ឃើញកុមារកំពុងតែអង្គុយមុខជូរហួយឬក៏មុខមិនស្រស់បោះឬក៏មុខរយំនឹងហើយកំសត់អញ្ចឹងបើយើងគិតថាត្រឹមត្រូវយើងចុចពាក្យថាយល់ព្រមត្រឹមត្រូវបាទត្រឹមត្រូវអញ្ចឹងយើងចូលដល់ពាក្យទី3ណាយើងចុចស្ដាប់ពាក្យនឹងអានថាម៉េចខ្ជិលអញ្ចឹងពាក្យទី3ខ្ជិលអញ្ចឹងម្ដងនេះខ្ញុំអត់រើសឲ្យត្រូវទេខ្ញុំរើសឲ្យខុសចង់ដឹងថាតើនៅពេលដែលយើងរើសខុសតើក្នុងកម្មវិធីបានណែនាំយើងដូចម្ដេចក្នុងកម្មវិធីថ្នាលបឋមរបស់យើងហ្នឹងអញ្ចឹងពាក្យខ្ជិលតើមួយណាដែលខ្ជិលយើងមើលរូបភាពទាំង3នេះនេះប្រកាសណាជាឧស្សាហ៍ណាឧស្សាហ៍ពាក្យនេះរូបភាពមួយនេះក៏មិនខ្ជិលដែរតែរូបភាពទី3នេះកុមារកំពុងតែដេកនេះខ្ជិលអញ្ចឹងខ្ញុំអត់រើសពាក្យកុមារកំពុងតែខ្ជិលនេះទេខ្ញុំរើសពាក្យដែលឧស្សាហ៍នេះចង់ដឹងថាតើនៅពេលដែលយើងរើសខុសក្នុងកម្មវិធីថ្នាលបឋមសិក្សា PLP បានបង្ហាញចម្លើយត្រឹមត្រូវដូចម្ដេចអ្វីដែលគួរចងចាំបង្ហាញដូចម្ដេចអញ្ចឹងយើងចុចពាក្យយល់ព្រមបាទចម្លើយមិនត្រឹមត្រូវទេអញ្ចឹងចម្លើយត្រឹមត្រូវដូចខ្ញុំបានបង្ហាញអញ្ចឹងគឺរូបភាពទី1អញ្ចឹងគេឲ្យយើងមើលណាបាទនេះគេប្រាប់យើងប៉ុណ្្នឹងឯងណាអញ្ចឹងគេប្រាប់យើងចម្លើយដែលត្រឹមត្រូវគឺប៉ុណ្ណេះchứអត់មានអីទេណាចំណុចគួរចងចាំនៅក្នុងកម្មវិធីកន្លែងពូកងពាក្យនិងរូបភាពមានតែប៉ុណ្្នឹងឯងអញ្ចឹងយើងមើលរូបភាពមួយទៀតចុងក្រោយចុះណាបង្ហាញពីការរៀនចុងក្រោយក្នុងការពូកងរូបភាពអញ្ចឹងគេថាពាក្យនេះអានថាម៉េចអ្នកគ្រូបាទអ្នកគ្រូអញ្ចឹងកូនគាត់តែមើលរូបភាពផាច់ជាងមើលឃើញថានេះណាគាត់កំពុងបរៀននេះប្រកាសជាអ្នកគ្រូហើយអញ្ចឹងយើងគិតថាត្រឹមត្រូវយើងចុចពាក្យថាយល់ព្រមត្រឹមត្រូវបាទត្រឹមត្រូវអញ្ចឹងកម្មវិធីលំហាត់របស់យើងបានរៀនដល់ទីបញ្ចប់ហើយជាចុងក្រោយក៏សូមជំរុញនិងលើកទឹកចិត្តដល់លោកគ្រូនិងអាណាព្យាបាលសិស្សទាំងអស់ឲ្យជួយជំរុញកូនរបស់គាត់រៀនក្នុងកម្មវិធីថ្នាលបឋមសិក្សា PLP ឲ្យបានកាន់តែច្រើនហើយអរគុណច្រើនណាប្រសិនបើមានកំហុសខុសឆ្គងត្រង់ចំណុចណាមួយមិនសមរម្យក៏សូមខន្តីអភ័យទោសឲ្យខ្ញុំបាទផងអរគុណច្រើនបន្តរៀនកម្មវិធីថ្នាលបឋមសិក្សា PLP ទាំងអស់គ្នាបាយបាយ